ឯងថាមិនបាត់ដីទេហើយចុះមិនក៏ចាំបាច់មកវាយដណ្ដើមដីមានន័យថាម៉េចមកខាងพูดប្រជាជនខ្លួនអីហើយមកខាងមកដណ្ដើមដីកម្ពុជាព្រោះដីខ្លួនឯងអត់បាត់ផងហ្នឹងលើទស្សនវិជ្ជាច្បាប់ de jure កម្ពុជាមានឯកសារប្រវត្តិសាស្ត្រគ្រប់គ្រាន់ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផែនទីនេះផ្អែកលើផែនទីអន្តរជាតិដែលមានបន្ទាត់ព្រំដែនពណ៌ក្រហមខណ្ឌចែករវាងកម្ពុជានិងថៃហើយប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីកម្ពុជាហើយផែនទីពណ៌លឿងនេះគឺជាប្លង់ទីតាំងបង្គោលទី23ដែលផលិតដោយក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មាធិការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមបញ្ជាក់យ៉ាងច្បាស់ជាទីតាំងឋានដេខាប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំស្ថិតនៅក្នុងទឹកដីកម្ពុជាប្រៀបធៀបទៅនឹងខ្សែបន្ទាត់ព្រំដែន Nous avons basé sur les documents juridiques suivants. C'est-à-dire tout d'abord si on voit la carte យើងពឹងផ្អែកទៅលើឯកសារគតិយុត្តដូចតទៅជាដំបូងសូមពិនិត្យផែនទីនេះដោយផ្អែកលើផែនទីអន្តរជាតិផែនទីនេះជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមតាំងពីឆ្នាំ1908ហើយប្រទេសថៃខ្លួនឯងបានទទួលស្គាល់ហើយផែនទីនេះបង្ហាញយ៉ាងច្បាស់ថាប្រាសាទទាំង3ស្ថិតនៅយ៉ាងពិតប្រាកដនៅក្នុងទឹកដីនិងអធិបតេយ្យភាពរបស់យើង notre souveraineté si on voit quand même ក្រៅពីនេះបើពិនិត្យមើលប្លង់នេះដែលផលិតដោយគណៈកម្មការព្រំដែនបារាំងសៀមដែលបានផលិតកាលពីថ្ងៃទី30ខែធ្នូឆ្នាំ1908យើងឃើញច្បាស់ថានេះជាបន្ទាត់ព្រំដែនហើយចំណុចចុចពណ៌ក្រហមនេះប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំគឺមានទីតាំងស្ថិតនៅក្នុងទឹកដីរបស់យើងក្រោមអធិបតេយ្យភាពរបស់យើងដូច្នេះគឺច្បាស់លាស់ណាស់និងមិនអាចប្រកែកបានគឺប្រាសាទទាំង3ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីជាកម្មសិទ្ធិរបស់យើងគឺជារបស់ព្រះរាជាណាចក្រកម្ពុជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះបញ្ជី5ប្រាសាទកម្ពុជាទាំងអស់ជាបេតិកភណ្ឌជាតិកាលពីថ្ងៃទី20ខែសីហាឆ្នាំ2008សាក្សីរស់កម្ពុជាឯកឧត្តមខឹមសារិទ្ធរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រុមការងារជំនាញបានបំពេញបេសកកម្មសិក្សាលម្អិតទៅលើទីតាំងនិងរចនាសម្ព័ន្ធប្រាសាទតាម៉ុនប្រាសាទតាម៉ុនធំដែលក្រសួងវប្បធម៌បានមកដល់ហើយគណៈប្រគូរបស់ក្រសួងវប្បធម៌បានមកដល់ប្រាសាទតាម៉ុននេះវាបានទទួលទឹកជាជាក់ស្ដែងនៅប្រាសាទទាំងមូលហើយក្រោយពីយើងបានមកជួយនៅដូចនេះយើងក៏មានការនៅផងណាស់ថាប្រាសាទគឺជាប្រាសាទបុរាណមួយដែលនៅក្នុងព្រៃហើយឥឡូវនេះយើងបានជួយនៅទៅថ្ងៃក្រោយទៅយើងមានការរៀបចំការពារនិងរៀបចំឡើងវិញបន្ទាប់ពីបេសកកម្មនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងអាជ្ញាធរជាតិព្រះវិហារបានអង្កេតស្រាវជ្រាវនៅលើទីតាំងជាក់ស្ដែងហើយបានរបបកំហើញសាលាចរិតចំនួន1ផ្ទាំងនិងត្រូវបានរក្សាទុកនៅសារមន្ទីរធម្មជាតិសកលសម្ដេចនាយកហ៊ុនសែនឯកឧត្តមជុចភឿនប្រធានអាជ្ញាធរជាតិព្រះវិហារពន្យល់លម្អិតពីការងារស្រាវជ្រាវនេះde 1995 à l'an 2000 ពីឆ្នាំ1995មកទល់ឆ្នាំ2008ក្រសួងវប្បធម៌និងចិត្តសិល្បៈបានធ្វើការងារចុះបញ្ជីសារពើភ័ណ្ឌនៃប្រាសាទប្រវត្តិសាស្ត្រដែលរាប់បញ្ចូលទាំងទួលបុរាណផងការងារនេះត្រូវបានរៀបចំដោយត្រឹមត្រូវល្អនាឆ្នាំ2002ក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំងខុសៗគ្នាក្នុងទឹកដីកម្ពុជាដោយប្រើប្រាស់មធ្យោបាយដ៏សាមញ្ញក្នុងការដឹកជញ្ជូនដូចជាម៉ូតូហើយនិងឧបករណ៍វាស់វែងនិង GPS លោកអ្នកឃើញទេមន្ត្រីវប្បធម៌បានឆ្លងកាត់ស្ទឹងអូបឹងបួរជាមួយម៉ូតូរបស់គេព្រមទាំងឆ្លងកាត់វាលស្រែដែលលិចទឹក
និងតាមដងព្រៃអាស្រ័យដោយការប្រឹងប្រែងក្រុមការងារបានបញ្ចប់គោលការណ៍ក្នុងការចុះបញ្ជីនៃប្រាង្គប្រាសាទធំៗចំនួនប្រមាណ900ដែលរាប់បញ្ចូលប្រាសាទតាមាន់និងប្រាសាទតាក្របីផងដូច្នេះប្រាសាទតាមាន់និងតាក្របីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌថ្នាក់ជាតិនាឆ្នាំ2007និង2008ប្រទេសកម្ពុជាមានប្រាង្គប្រាសាទរាប់រយនៅពាសពេញផ្ទៃប្រទេសប្រាសាទតាមាន់និងប្រាសាទតាក្របីស្ថិតនៅចម្ងាយប្រមាណ150គីឡូម៉ែត្រពីប្រាសាទព្រះវិហារនាភាពពាយ័ព្យប្រាសាទតាមាន់ដែលរួមមានប្រាសាទតាមាន់ធំកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1នាសតវត្សទី11និងប្រាសាទតាមាន់តូចស្ថាបនាឡើងដោយព្រះបាទជ័យវរ្ម័នទី7នាសតវត្សទី12ដោយឡែកប្រាសាទតាក្របីដែលស្ថិតនៅចម្ងាយ11គីឡូម៉ែត្រពីប្រាសាទតាមាន់បានឈរមកអួតខ្លួននៅក្នុងព្រៃហើយបើតាមការស្រាវជ្រាវប្រាសាទនេះត្រូវបានកសាងដំណើរគ្នានឹងប្រាសាទតាមាន់ធំនាសតវត្សទី11ដែរដូច្នេះប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ពីអត្តសញ្ញាណរបស់ប្រាសាទតាមាន់និងប្រាសាទតាក្របីប្រាសាទតាមាន់និងប្រាសាទតាក្របីត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ដែលជាស្ថាបនិកនៃប្រាសាទព្រះវិហារប្រវត្តិសាស្ត្រនេះយើងអាចស្រាវជ្រាវដឹងបានដែលឡែកសៀមជាប្រទេសដែលទើបតែកើតនៅចុងសតវត្សទី13និងដើមសតវត្សទី14យើងស្គាល់ច្បាស់តាមរយៈអ្វីដែលជាស្ថាបត្យកម្មចម្លាក់សម្រាប់ស្ថាបត្យកម្មខ្ញុំយល់ថាប្រាសាទតាមាន់និងប្រាសាទតាក្របីត្រូវបានកសាងដោយរចនាបថរបស់ប្រាសាទបក្សីចាំក្រុងរចនាបថរបស់ប្រាសាទកោះកេរគឺមានទម្រង់ជាពីរ៉ាមីតគឺជាថ្នាក់ៗហើយនៅលើកំពូលប្រាសាទយើងឃើញសំណង់ឧទ្ទិសទៅព្រហ្មញ្ញសាសនាឬសាសនាហិណ្ឌូបើនិយាយឲ្យចំទៅគឺឧទ្ទិសដល់អាទិទេពសិវៈអ្វីដែលជាសិល្បៈគឺជារបស់កម្ពុជាគឺកម្ពុជាក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងសិល្បៈហើយតាំងពីណាពីណីមកប្រទេសសៀមបានកើតក្រោយមកទេគឺនៅចុងសតវត្សទី13មិនមែនមុននោះទេយើងក៏ត្រូវសង្កេតដែរថាតាំងពីជេរកាលមកសៀមមិនដែលចេះកសាងប្រាសាទទេហើយសៀមសាងសង់តែវត្តអារាមប៉ុណ្ណោះតាមបែបព្រះពុទ្ធនិងកសាងតែព្រះពុទ្ធអង្គក្រៅពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ប្រជាជនកម្ពុជាតែងតែអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរនៅប្រាសាទតាមាន់និងប្រាសាទតាក្របីនេះជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី12ខែមេសាឆ្នាំ2011នៅជើងប្រាសាទតាមាន់ហើយក៏មានភ្ញៀវទេសចរចូលរួមកម្សាន្តផងដែរប្រជាជនកម្ពុជាតែងមានទម្លាប់ប្រារព្ធបុណ្យចូលឆ្នាំខ្មែរបុណ្យភ្ជុំបិណ្ឌនៅក្នុងបរិវេណប្រាសាទតាមាន់និងប្រាសាទតាក្របីហើយវាមានតាំងពីយូរយារណាស់មកហើយរហូតមកពេលនេះនៅរៀងរាល់បុណ្យចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌយើងតែងតែឃើញប្រជាពលរដ្ឋកម្ពុជាពីគ្រប់ទិសទីរាប់ពាន់នាក់មកប្រាសាទតាមាន់និងប្រាសាទតាក្របីដើម្បីប្រារព្ធពិធីបុណ្យសាសនានានាដូច្នេះមិនមែនទើបតែថ្មីនេះទេដែលជាកម្មសិទ្ធិរបស់កម្ពុជានោះទោះបីជាស្ថិតនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជាក៏ដោយក៏នៅផ្នែកជួរភ្នំដងរែកផ្នែកអំពិលផ្នែកតាមាន់និងផ្នែកតាក្របីដែលទីនេះអតីតទីតាំងរបស់រណសេររំដោះប្រជាពលរដ្ឋខ្មែររបស់លោកតាសឿនសានដែលបានកាន់កាប់នៅទីតាំងនេះតាំងពីយូរមកហើយ